đào lên Chà chụp đào lên mệt bà nâng dương tranh ra tranh vật xá chà tranh vật xá rồi khai đậm môi đấy nhưng ở cả thần này chà khai đậm môi ở cả thần ấy rồi bạn ngái dương cho đam cho cầm thì ông tục đây mình chà còn hai dương cầm thì ông túc dương ở đời ông tề chà và ta đưa tháp hai chị ta mình đa khai đấy ta mình đa khai miền mong miền nó miền ai nhưng phơi thì tôi đưa gọi chung tam phum mấy chân từ tam ấy sờ bài chân từ chà còn cho chắc không ai vô chà chẳng nên trong xôm group chụp đẹp xô tại đà một mai bóng ổn đài công pông tại tu sân ca lái đài tranh bị phết ê ấn chà tranh bị phết ê ấn chà cháu và thầm như ngày nắng cứ ê ấn chà chẳng một mai bóng ổn bàn score hái ế châu từ đó là tập hợp liền mất plek chụp đẹp xô đà nà chà chụp đẹp xô bong sray chẳng rung lông chẳng rung lông hay năng tập pin nè riêng biệt ai ca tích rồi đó miên mẹ cả đá ôm chà ngày nắng rồi pin nè để cái tháp pin nè cho ắt khôn chà ắt khôn đập tới làng bấy với việc thân lơ chấm nọc rồi chà tại đập pe hái với chạy tà nón và chạy tà là nghe ọt nẹt bắn ọt mình ấy bật chà ọt ấy bật chà cho con bằng đai ngày ní rồi miền nhom chà xài đã lên cho mùi nâng nè khù cho gì chắc ca cho chết nâng ca lụa phòng đái chà rồi bác chi cầm hôn hồi dùn chi thò mình chết mà rồiผิด rối đã con khmai dương phải lật bán được nông sọc khmai dương ta mà đo chà con hay cái sông con nó phục mai bong pol chi cả sco một phải pram bị tận khát krong này conอะไรคือความโตរបស់ក្រុមហ៊ុនយន្តខ្លាំងមែនតែនតែឥឡូវនេះយើងចាប់ផ្ដើមដោយសារឲ្យដើមដៃចាដំណាំខ្លះគាត់ដើមដៃគាត់ចាប់ផ្ដើមហ៎ចាប់ផ្ដើមភ្ជួររស់ចាដាក់បាច់ម្សៅកបោរបស់ក្រុមហ៊ុនយន្តយើងជីក្របដូចថាជីក្របទ្របបាតអីចឹងទៅគឺយើងលក់ដាច់ខ្លាំងមែនតែនចាឥឡូវហ្នឹងខ្ញុំក៏បានទទួលពីប្រជាពលរដ្ឋវិញប្រជាពលរដ្ឋវិញចាប្រជាកសិករគាត់សួរអញ្ចឹងទៅដោយសារឥឡូវគឺគាត់ចាប់ផ្ដើមច្រូតហើយមកតង់ទៀតហើយចាដល់ពេលច្រូតហើយមកតង់ទៀតគាត់ក៏សួរថាគាត់គួរប្រើអីគេប្រើអីចាអញ្ចឹងខ្ញុំក៏ណែនាំឲ្យគាត់ប្រើជាប្រភេទម្សៅកបោចាំម្សៅកបោចាដើម្បីគាត់ថាគាត់ដាស់គាត់អីហើយអញ្ចឹងទៅខ្ញុំក៏ថាអញ្ចឹងបងអាចយកម្សៅកបោហ្នឹងទៅបាចហើយដាស់ទុកចោលមួយអាទិត្យសិនអីទៅចាំបងព្រុសស្រូវចាដោយសារតាជួយកម្ចាត់មេរោគនិងកាច់អាបំបាក់អាស្កាកសំណល់ដែលយើងចិញ្ច្រាំងហ្នឹងណាចាអាហ្នឹងទៅអញ្ចឹងក៏គាត់ថាអូគាត់អត់ទាន់ដឹងគាត់អត់បានដឹងគាត់ព្រោះស្រូវបាត់ហើយគាត់ចង់យកកបោយើងទៅដាក់ពីលើចាយ៉ាងមិនដែរចាគាត់ខ្ញុំអត់ណែនាំឲ្យទេដោយសារតែយើងម្សៅកបោយើងគឺគេបាច់មុនចាគេបាច់មុនទុកមួយអាទិត្យបានយើងឲ្យព្រោះចាតែឥឡូវគាត់ចាប់ផ្ដើមភ្ជួររួចរាល់ហើយគាត់ក៏ព្រោះឲ្យដែរចាអញ្ចឹងខ្ញុំក៏ណែនាំថាបើអញ្ចឹងបើសិនជាបងហួសពេលហើយបើសិនជាតំណាំបងឬក៏ស្រូវបងចាប់ផ្ដើមលូតលាស់ទៀតទៅបងអាចយកជីទឹកយកទៅប្រើប្រាស់បានចាដោយសារជួយបាញ់បើបំពន់ដងដើមអញ្ចឹងទៅចាថាឲ្យស្រូវគាត់ប្រហែលជាលូតលាស់បានមួយស្លឹកពីរស្លឹកអីចាយកទៅបាញ់យកជីទឹកយកទៅបាញ់បានចាអរគុណចំពោះម៉ែបងប្អូនប្រជាកសិករមួយចំនួនមកដែលគាត់មុនដែលឥឡូវគាត់ខ្លះក៏គាត់បានប្រើម្សៅកបោចាបងប្អូនខ្លះក៏គាត់មិនតបបានប្រើពេលមុនមកពុកម៉ែបងប្អូនយើងតែងដូចថាអ្នកគ្រូមាននិយាយមិនអញ្ចឹងចាអើយគាត់ពីមុនគាត់ចាប់ផ្ដើមភ្ជួរហើយគឺគាត់បាច់តែម្ដងចាមិនបាច់ថាអូយមានម្សៅកបោមានអីសម្រាប់មេរោគឬក៏កាត់ច្រាំងឲ្យទៅជាជីកំប៉ុស្តអីទេអញ្ចឹងគាត់អត់ទាន់ដឹងដល់ពេលឥឡូវគាត់បានស៊ើបសួរឬក៏គាត់បានមើលទៅភ័យក្រុមហ៊ុនយន្តទៅគាត់ដឹងថាម្សៅកបោមានអត្ថប្រយោជន៍ជាច្រើនយ៉ាងចាឲ្យម្សៅកបោមិនថាយើងគ្រាន់តែថាបាចនៅលើដីស្រែដីចម្ការយើងទេយើងអាចយកទៅបាចនៅក្នុងការចិញ្ចឹមជ្រូកមាន់ទេបងជាកសិករខ្លះគឺគាត់ចិញ្ចឹមនៅក្នុងផ្ទះតាមផ្ទះគាត់អញ្ចឹងទៅបងប្អូនខ្លះគាត់ក៏មានកសិដ្ឋានគាត់ចិញ្ចឹមធំអញ្ចឹងទៅគឺវាជួយបំបត្តិការក្លិនចាណាមួយឥឡូវភ្លៀងក៏ច្រើនដែរឈួលវាអីចឹងធ្វើឲ្យមាន់ហ្នឹងគេថាឲ្យវាងាប់វាអីអញ្ចឹងមានជំងឺមាន់ហ្នឹងវាងាប់អីអញ្ចឹងទៅភាគច្រើនពីមុនឲ្យតែមាន់ចាប់ផ្ដើមផ្ទះមួយណាមានមាន់អីងាប់អីអញ្ចឹងទៅគឺគេអត់ឲ្យហូបទេខាច់ឆ្លងគ្នាតែឥឡូវពុកម៉ែបងប្អូនដែលគាត់ចិញ្ចឹមសត្វឡើយមានបញ្ហាទៀតហើយគឺយកម្សៅកបោយកទៅបាចទៅបំបត្តិក្លិនជួយ
សម្រាប់មេរោគនៅក្នុងដីភាគច្រើនមន់ទាពេលពវាដើរទៅវាតែងខ្លះទៅដីខ្លះមានតកៅមានអីអញ្ចឹងណាអញ្ចឹងវាជួយសម្រាប់នៃអាតកៅអីមេរោគនៅក្នុងដីហ្នឹងហើយជួយឲ្យមន់យើងមានសុខភាពល្អអត់មានការឈួលឡើងអីឲ្យមន់យើងងាប់ទេចាអញ្ចឹងដូចបងស្រីដែលលឿនក៏បានជម្រាបជូនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានឬក៏ចង់កំងយកទៅប្រើប្រាស់ចាអញ្ចឹងពុកម៉ែបងប្អូនអាចតម្លាក់លេខទូរស័ព្ទឬក៏ឆាតទៅ page AN ផ្ទាល់ចាមិនចឹងពុកម៉ែបងប្អូនអាចសួរនៅក្នុង comment បានចាបើសិនជាយើងខ្ញុំឆ្លើយបានយើងខ្ញុំនឹងឆ្លើយជូនចាតែបើឆ្លើយជាមួយនឹងបងប្អូនអត់បានទេយើងខ្ញុំនឹងផ្ដល់ឲ្យគ្រូបច្ចេកទេសជួយឆ្លើយជាមួយបងប្អូនទៀតចាអរគុណផងដែរហើយជីរបស់ក្រុមហ៊ុនយន្ត GAN នេះយើងក៏មានជីគ្រាប់ចាជីគ្រាប់ចាជីគ្រាប់វិញម្ដងជីគ្រាប់ពុកម៉ែបងប្អូនភាគច្រើនគាត់ដាំដំណាំខ្លះគាត់តែងតែដាំឲ្យចោលចាចោលមុនហ្នឹងគាត់ថាគាត់ដាំឲ្យគាត់អត់រវល់ថាដាក់ជីដាក់អីចឹងទៅគាត់រស់មិនរស់ទៅអត់ទៅហើយគាត់តែងតែឆ្ងល់ថាចេះដាំ 4-5 ខែមួយឆ្នាំហើយមិនដើមឈើគាត់អត់លូតលាស់សោះចាក្រិនរបៀបថាក្រិនវាអត់លូតលាស់ហើយដីហ្នឹងរបៀបភាគច្រើនឲ្យតែដីហ្នឹងវាក្រិនដីវាអត់ផុសធូរវាក្តឹងក្តាំងអញ្ចឹងទៅអាដំណាំយើងអាឬហ្នឹងក៏វាចាក់បានចូលជ្រៅដែរអញ្ចឹងវាមិនស្រូបយកជីវជាតិបានមិនចំតាមដងវាបានអញ្ចឹងពុកម៉ែបងផងខ្លះក៏តែងទៅសួរខ្ញុំដែរគាត់ថាចឹងដំណាំគាត់ដាំចំនួន5ខែហើយមិនក៏ដើមដងវាអត់ស្ទុះសោះបើន័យថាតែវាអត់ធំធាត់ពាក្យធម្មតាគាត់ថាអត់ស្ទុះសោះចាអញ្ចឹងត្រូវធ្វើដូចដាច់អញ្ចឹងណាចាតែអីទៅពុកម៉ែបងប្អូនយើងខ្លះក៏គាត់ខ្ញុំណែនាំគាត់ឲ្យយើងម្សៅកបោយកទៅសិនចាដូចថាយើងឲ្យធ្វើជុំវិញគល់ឲ្យស្អាតអញ្ចឹងទៅយើងបាច់ម្សៅកបោជុំវិញគល់អញ្ចឹងទៅចាស់ទុកប្រហែលជាដូចអ្នកគ្រូនិយាយអញ្ចឹង4ថ្ងៃទៅមួយអាទិត្យអញ្ចឹងទៅពុកម៉ែបងប្អូនអាចយកជីគ្រាប់ទ្រាប់បាតទៅបានដែរចាហើយពុកម៉ែបងប្អូនក៏សួរជាឆ្ងល់ទៀតហាយកជីទៅបាតមិនអញ្ចឹងនៅលើគល់មិនចាពុកម៉ែបងប្អូនគាត់ជីចាដូចថាមកដើមយើងទៅយើងធ្វើស្អាតយើងជីកតែ3មុំក៏បានដែរចាកប់3ដៅទុយទៅហ្នឹងកប់ប្រហែលជាមួយត្រឡោកយើងហ្នឹងហើយមួយត្រឡោកឲ្យយើងលុបធម្មតាទៅហ្នឹងហើយជីហ្នឹងវាយើងបាញ់ទឹកបាញ់ទៅជីហ្នឹងវារលាយតាមទឹកយើងទៅអាហ្នឹងវាអាចចាប់រឹសស៊ីជីបានដែរចាឲ្យម្សៅកបោហើយនឹងជីទ្រាប់គ្រាប់បាតនេះឲ្យដីហ្នឹងផុសធូរចាក់យកជីបានល្អស៊ីជីបានល្អនឹងចំតាមដបចាហើយមានបងប្អូនខ្លះគាត់សួរដែរគាត់ថាជីគ្រាប់យើងហ្នឹងយកទៅកប់ទៅដាក់នៅក្នុងដីទៅប្រហែលខែក៏អត់ឃើញអាលាយចាអញ្ចឹងដូចខ្ញុំជម្រាបអញ្ចឹងសម្រាប់ជីគ្រាប់នេះគឺវាមានប្រសិទ្ធភាពសារធាតុចិញ្ចឹមនៅក្នុងដីហ្នឹងរហូតដល់រយៈពេល6ខែចាកន្លះចាអញ្ចឹងវាអត់ងាយរលាយទេចាអញ្ចឹងពុកម៉ែបងប្អូនក៏គាត់ឆ្ងល់អញ្ចឹងទៅខ្ញុំក៏បានបកស្រាយជូនប្រាប់ថាចាបងសម្រាប់ជីគ្រាប់ខាងប្អូននេះវាមានរយៈពេលឬក៏សារធាតុចិញ្ចឹមនៅក្នុងដីហ្នឹងរហូតដល់6ខែអញ្ចឹងសារធាតុរលាយវាគឺវាអត់រលាយលឿនទេហ្នឹងហើយចាភាគច្រើនគឺកប់ដីចាគេកប់ដីចាអរគុណផងដែរហើយក្រុមហ៊ុនហូយន្តរបស់យើងក៏មាន GAN ក៏ជីទឹកដែរចាជីទឹកមិញយើងឲ្យម្សៅកបោចាជីគ្រាប់ហើយក៏មានជីទឹកចាដូចអ្នកគ្រូនិយាយពីខាងដើមមិនជីទឹកយើងឲ្យយើងយកទៅលាយបាញ់ហ៎ចាលាយបាញ់ជាមួយដងដើមចាហើយសម្រាប់ជីទឹកគឺចន្ទីឬក៏កស៊ូគឺល្អខ្លាំងចាបាញ់ដូចកស៊ូអីជួយឲ្យវាមុខជាហ្នឹងវាស្រួលជាវិតុនឲ្យបានទឹកច្រើនចាជ័រអញ្ចឹងទៅចាញ់ទឹកចាអូយទៅចាញ់ជ័រនេះខ្ញុំទៅនិយាយទឹកកស៊ូមានទឹកទៀតចាចាញ់ជ័របានច្រើនមិនខ្ញុំមិនជប់កស៊ូមានទឹកចាពុកម៉ែបងប្អូននេះគាត់កំពុងតែទស្សនាដែលគាត់ដាំកស៊ូគេថាស្អីនៅក្នុងកស៊ូមានទឹកកស៊ូមានជ័រចាក់ឲ្យមុខជានឹងវាតុនហើយឲ្យជ័រចាញ់ច្រើនចាហើយមួយទៀតបើបានលាយជាមួយនឹងជី Super Doctor ចា Super Doctor ចារឹតតែល្អលាងដងដើមស្លែភ្លៀងអាស៊ីតការពារសន្សើមប្រៃគឺល្អខ្លាំងមែនតើអូចាហ្នឹងមកយើងយកលាយជាមួយជីទឹកណាចាពេលច្រើនពុកម៉ែបងប្អូនប្រជាកសិករដែលគាត់ដាំចន្ទីគាត់តែងតែមានបញ្ហារឿងដងដើមមានស្លែចាស្លែហើយស្លឹកចន្ទីហ្នឹងវាមានអាសត្វល្អិតអីសវាចាំហើយដើមខ្លះក៏មានផ្សិតហើយខ្លះត្រួយចន្ទីគាត់ហ្នឹងវាចេញមករួញហើយក៏មានលក្ខណៈដូចសត្វល្អិតហ្នឹងវាទុំនៅលើឲ្យត្រួយវាដែរអញ្ចឹងឲ្យចន្ទីពុកម៉ែបងប្អូនមានបញ្ហាហើយរំខានខ្លាំងណាអញ្ចឹងបងប្អូនវិជាកសិករគាត់
ដាំចន្ទទីគាត់តែងតែមានអារម្មណ៍ស្មុគស្មាញដូចថាឃើញដាំចន្ទទីបើគាត់ល្អចាដល់ពេលឥឡូវគាត់យកឲ្យជីទឹករបស់យើងលាយជាមួយនឹង Super Doctor យកទៅបាញ់គឺជោគជ័យរបស់គាត់ចាស្លាយគឺលេងកាន់ហើយចាអញ្ចឹងអាត្រួយក៏វាលូតលាស់បានល្អដែរអត់មានការរំខានពីសត្វល្អិតចាឥឡូវនិយាយដល់ចន្ទទីខ្ញុំនិយាយជីមួយមុខទៀតចុះចាជី Super ជំនួយផ្កាផ្លែចាខាងអាហ្នឹងសម្រាប់ជី Super ជំនួយផ្កាផ្លែហ្នឹងក៏ជាផលិតផលរបស់ក្រុមហ៊ុនហ៊ុយយុនដែរចាហើយសម្រាប់ពុកម៉ែបងប្អូនដែលធ្វើចន្ទទីចាប់ផ្ដើមរៀបចេញវាចេញកំពុងផ្កាវិញសម្រាប់ចង់ចេញផ្កាចង់ចេញហើយគេពេញកមុំគេហើយចាំពេញកមុំរៀបចំពេញកមុំបើស្រូវយើងហៅផើមចាចាប់ផ្ដើមផើមចាំចេញមកចាអញ្ចឹងពុកម៉ែបងប្អូនអាចយកជាប្រភេទជី Super ជំនួយផ្កាផ្លែចាយកទៅបាញ់បានចាហើយសម្រាប់ជី Super ជំនួយផ្កាផ្លែនេះផងដែរគឺវាជួយឲ្យដំណាំយើងកាន់ផ្កាកាន់ក្តឹបចាអត់ជ្រុះទេចាហើយផ្លែមកពេញតម្រងល្អទៀតហ្នឹងហើយចាពីច្រើនពុកម៉ែបងប្អូនជាកសិករខ្លះគាត់ដាំចន្ទទីពីមុនមកតែគាត់មិនទាន់បានប្រើចាជី Super ជំនួយផ្កាផ្លែយើងផ្លែមកចេះផ្កាមកចេះតែជ្រុះផ្កាមកចេះតែរលួយចាអត់ផ្កាមកអត់ស្រស់ដល់ពេលផ្លែមកក្តាប់នេះវាអត់តម្រង់ទៀតហើយពេញតម្រង់អាខ្លះខាផ្លែកប៉ែកកប៉ោអីចឹងណាណាមើលទៅដូចថាវាមិនសមសួនណាវាអត់សមសួនដល់ពេលផ្លែដែលកាន់នេះផ្លែអត់គ្រប់តម្រង់ទៀតវាអត់ល្អវាអត់ថ្លោក្របអត់ដាក់ល្អទៀតចាអត់ដាក់ល្អអញ្ចឹងពុកម៉ែបងប្អូនលេងភ័យព្រួយបារម្ភទៀតហើយយើងមានជី Super ជំនួយផ្កាផ្លែហើយជី Super ជំនួយផ្កាផ្លែរបស់ក្រុមហ៊ុនហ៊ុយយុននេះមិនប្រើតែលើតែផ្លែចន្ទទីទេចាប្រើបានគ្រប់ដំណាំគ្រប់ដំណាំទាំងអស់ចិត្តគឺស្រូវពុកម៉ែបងប្អូនពីមុនឲ្យគាត់ថាមានសម្ដីសម្ដីមិនងាយស្កកចាកានច្រើនអីអញ្ចឹងទៅឥឡូវដូចពុកម៉ែបងប្អូនអញ្ចឹងដូចចន្ទទីដែរចាប់ដើមពេញកមុំដល់ពេលស្រូវចាប់ដើមផើមមកអាផើមចាចន្ទទីពេញកមុំហើយស្រូវគឺផើមចាប់ដើមបាញ់តែម្ដងចាធ្វើឲ្យស្រូវយើងនឹងចេញមកស្រស់ល្អចាដូចថាផ្លែវាចេញមកនឹងដាក់ម្សៅដាក់អីពេញលេញចឹងទៅចាហ្នឹងហើយចេញមកស្រស់វាអត់មានអង្ការមានសម្ដីនឹងច្រើនវាមានតែប៉ុន្តែតិចតួចវាមិនមែនថាអត់ខ្ចង់ទេចាវាមានដែរប៉ុន្តែតិចតួចដល់ពេលផ្លែបានជាផលនេះគឺស្រូវយើងនឹងគឺផ្លែវាពេញក្របតែម្ដងហើយក្នុងអាផ្លែវាក្របហ្នឹងគឺភ្លឺរលោងចាមួយដែលគាត់អត់តាមបានប្រើស្រូវគាត់ផ្លែដែលដាក់ក្របហើយហ្នឹងបានជាក្របហើយដល់ពេលយើងហែកមើលរបៀបសចាវាអត់ចាវាអត់ហាប់ចាំពុកម៉ែបងប្អូនដែលគាត់ធ្វើស្រូវឥឡូវគាត់សប្បាយចិត្តខ្លាំងដោយលោកគ្រូចែកទេសគាត់តែងតែទៅតាមបណ្ដាខែដែលគាត់ខាងធ្វើស្រូវចាខែខ្លះគឺគាត់ធ្វើស្រូវច្រើនមែនទែនគាត់កំពុងតែពេញចិត្តហើយសប្បាយចិត្តបានន័យថាចំណាយលុយតិចប៉ុន្តែទទួលទិន្នផលខ្ពស់ចាហើយកម្លាំងក៏យើងចាញ់តិចដែរពូជក៏តិចដែរពូជចាពូជចំណាយតិចដែរចាចាំពុកម៉ែបងប្អូនដែលគាត់ធ្វើស្រូវបើថាពុកម៉ែបងប្អូនមិនទាន់បានប្រើទេសូមងាកមកប្រើទាំងអស់គ្នាឲ្យពុកម៉ែបងប្អូនត្រូវការសួរលោកគ្រូបច្ចេកទេសខ្ញុំត្រូវធ្វើអាម៉េចមុនដំបូងត្រូវធ្វើអាម៉េចចាំពុកម៉ែបងប្អូនខលមកក៏បានឆាតក៏បានឬតាម Telegram ក៏បានលោកគ្រូបច្ចេកទេសគាត់នឹងប្រាប់ទាំងអស់ហើយពុកម៉ែបងប្អូនបាច់ខ្លាចចិត្តថាអីអត់ហ៊ានទេចាខ្ញុំធ្វើតិចតួចណាស់គាត់ហ៊ានអញ្ចឹងពុកម៉ែបងប្អូនបាច់ភ័យព្រួយបារម្ភទេខលមកចាលោកគ្រូនឹងជំរាបពុកម៉ែបងប្អូនវិញហើយដាក់ពូជប៉ុន្មានអីម៉ាញ់ពុកម៉ែបងប្អូនធ្វើតាមតែលោកគ្រូទៅចាគឺនឹងរួចស្រេចតែម្ដងថាក្រុមហ៊ុនហ៊ុយយុនទិញជីហ្វ្រីបច្ចេកទេសហ្នឹងហើយចាអញ្ចឹងបងប្អូនដូចបងគាត់ជំរាបជូនអញ្ចឹងបងប្អូនបាច់ភ័យថាតិចឬច្រើនឬក៏ទិញមួយបាវពីរបាវអត់ហ៊ានសួរទេចាសម្រាប់សួរគឺសួរបានតែកុំសួរតែពេលគាត់គេងទៅបានហើយម៉ោង12 10អីតែខលសួរលោកគ្រូចន្ទទីខ្ញុំអត់ទេដំបងគេងនឹកឃើញចំព្រឹកមិញដូចបានមើល live គេនិយាយថាក្រុមហ៊ុនហ៊ុយយុនទិញហ្វ្រីបច្ចេកទេសវនឹកឃើញពីយួរសពមកដល់តែបាច់លោកគ្រូម៉ោង 2 10ម៉ោង 1 យប់ចាប់ហើយបងប្អូនអាហ្នឹងខ្ញុំអត់ឯកភាពទេចាំស្អែកចាំជួបគ្នាចាឥឡូវយើងដល់ Super ផ្កាផ្លែហើយចាដល់ Super ជំនួយរឿងវិញម្ដងចាអញ្ចឹងតំណាំពុកម៉ែបងប្អូនដែលដាំយូរហើយនៅតែក្រិនអត់លូតលាស់ចាអាចខ្លះមកពីបញ្ហាឬ
ឬនឹងហើយចាបញ្ហាឬចាក់អត់បានជ្រៅចាអញ្ចឹងពុកម៉ែបងប្អូនអាចយកជាប្រភេទ G Super ជំនួយឬយកទៅលាយជាមួយទឹកចាលាយជាមួយទឹកតាមបច្ចេកទេសដែលដាក់លើសបកហ្នឹងទៅវិធីប្រើប្រាស់ហ្នឹងគេដាក់លើនិយាយទៅសឹងតែថា G G របស់ក្រុមហ៊ុនហូយយុនគឺទាំងអស់សិតតែមានរបៀបប្រើប្រាស់នៅលើសបកទាំងអស់មិនថាជាប្រភេទ3ជាដបមានទាំងអស់តាំងពីលាយទឹកប្រមាណប្រើបានប្រមាណចាអញ្ចឹងពុកម៉ែបងប្អូនអាចមើលតាមហ្នឹងឬក៏អត់ច្បាស់ទេខលសួរគ្រូបច្ចេកទេសដូចបងគាត់បានជម្រាបជូនអញ្ចឹងចាចាត់ដូចអីអ្នកគ្រូគាត់និយាយអីជីសុប៉ឺជំនួយឬយើងនេះចាភាគច្រើនដោយសាររឿងយើងវាខ្លីចាឬរឹងមាំឬបានរឿងវាខ្សោយឬក៏រឿងនោះវារលួយអីចឹងទៅបានឲ្យដងដើមនោះវាអត់ល្អអញ្ចឹងក្រុមហ៊ុនយន្តបានផលិតផល G Super ជំនួយរឿងនេះឲ្យពុកម៉ែបងប្អូនប្រើក៏បានជោគជ័យដែរចាបានជោគជ័យច្រើនមែនតើហើយក្នុងនោះហើយក្រុមហ៊ុនយន្តយើងក៏មានដីសម្រាប់ផងដែរចាដីសម្រាប់ដីសម្រាប់វិញម្ដងឥឡូវដូចថាយើងក៏ជំរាបពុកម៉ែបងប្អូនដែរខាងក្រុមហ៊ុនហូយយុនយើងក៏មានការទទួលសាងសង់ផ្ទះសំណាញ់ចាចាប់ផ្ទះសំណាញ់នេះពុកម៉ែបងប្អូនវិជាកសិករខ្លះគាត់ក៏ចងក្រងជាសហគមន៍ចាពុកម៉ែបងប្អូនខ្លះគាត់ក៏ផ្ទាល់ខ្លួនហ្នឹងបានន័យថាដូចអ្នកគ្រូឆយីអញ្ចឹងចង់ដាំម្នាក់ឯងអញ្ចឹងទៅចាដូចថាខ្ញុំនៅចងក្រងជាសហគមន៍5នាក់10នាក់20នាក់អញ្ចឹងទៅដាំរួមអញ្ចឹងទៅចាដាំរួមអញ្ចឹងទៅហើយពុកម៉ែបងប្អូនដែលគាត់ចងក្រងជាសហគមន៍គាត់ក៏ធ្វើផ្ទះសំណាញ់បងប្អូនខ្លះគាត់ក៏ផ្ទាល់ខ្លួនអញ្ចឹងទៅហើយបងប្អូនចង់ធ្វើសាងសង់ផ្ទះសំណាញ់អាចតំណងក្រុមហ៊ុនហូយយុនបានមិនថាខ្នាតតូចឬក៏ខ្នាតធំតាមទំហំដីពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនខ្លះហើយក៏មិនបាត់ខ្វល់ទេការសាងសង់ផ្ទះសំណាញ់នេះលោកគ្រូគាត់មានបច្ចេកទេសខាងតាំងពីដាក់ទយោទឹកតាំងពីធ្វើផ្ទះហ្នឹងគឺសមរម្យមែនតើហើយលើថាធ្វើផ្ទះហ្នឹងយើងអត់មានសសរកដាលចេះទេចាដូចថានៅក្នុងpage របស់ក្រុមហ៊ុនហ្នឹងគឺឲ្យពុកម៉ែបងប្អូនបានឃើញហើយនៅសកម្មភាពនៃការសាងសង់រួចហើយនឹងការដាំគឺមានសັບគ្រប់បែបយ៉ាងទាំងអស់ហើយពុកម៉ែបងប្អូនខ្លះគាត់សាងសង់ជាផ្ទះសំណាញ់គាត់រៀបចំរួចរាល់ហើយប៉ុន្តែដីគាត់ហ្នឹងមានបញ្ហារឹងក្តាំងអញ្ចឹងពុកម៉ែបងប្អូនមិនបាច់មានបញ្ហាព្រួយបារម្ភទៀតទេយើងគ្រាន់តែលើកជារងទៅណាទិញដីយើងយកទៅដាក់តែម្ដងចាក្រុមហ៊ុនយន្តមានដីសម្រាប់ទិញទៅបងប្អូនគ្រាន់តែយកទៅដាក់នៅលើរងទៅហើយលោកគ្រូក៏ប្រាប់ថាត្រូវធ្វើយ៉ាងម៉េចហើយដីសម្រាប់នេះយើងយកទៅដាំទៅមិនបាច់ដាក់ជីដាក់អីទៀតទេព្រោះដីនេះយើងមានលាយជីសម្រាប់មេរោគនៅក្នុងហ្នឹងរួចរាល់អស់ហើយបងប្អូនគ្រាន់តែដាំដូចថាយើងដាំប្រមូលផលបាន3ដងពុកម៉ែបងប្អូនគ្រាន់តែបាច់ម្សៅកបោលាយជីបងប្អូនអាចដាំបានរហូតតទៀតចាដាំបានរហូតហើយមួយទៀតពុកម៉ែបងប្អូននេះគាត់សាងសង់ជាផ្ទះសំណាញ់រួចរាល់ហើយគាត់ពិបាកនឹងការបដោះកូនអាកូនបន្លែយើងព្រោះថាការបដោះនេះទៅយើងចេះខ្លាំងដែរខ្លះគាត់បដោះដែរប៉ុន្តែវាអត់ដោះអញ្ចឹងខាងក្រុមហ៊ុនហូយយុនខាងទីផ្សារគាត់មានបដោះកូនលក់ឲ្យពុកម៉ែបងប្អូនតែស្រួលទៀតអញ្ចឹងពុកម៉ែបងប្អូននៅកំពុងតែចងក្រងជាសហគមន៍កំពុងតែចង់សាងសង់ជាផ្ទះសំណាញ់ផ្ទាល់ខ្លួនអាចតំណងមកក្រុមហ៊ុនហូយយុនបានចាឆ្ងល់ពីអីចាខាងលោកគ្រូនឹងរៀបចំជូនតែម្ដងចាហើយដោយបងស្រីគាត់បានជម្រាបជូនអញ្ចឹងថាការសាងសង់និងការធ្វើផ្ទះសំណាញ់ហ្នឹងទៅចានិយាយខ្លីៗគឺការធ្វើផ្ទះសំណាញ់ចាបងប្អូនខ្លះគាត់ថាធ្វើផ្ទះសំណាញ់ធ្វើអីបើពេលដាំហើយក៏អត់ដឹងយកបន្លែលក់ទៅណាចាបងប្អូនកុំបារម្ភខាងក្រុមហ៊ុនហូយយុនគឺទទួលទិញបន្លែបងប្អូនវិញទៀតចាអញ្ចឹងរកទីផ្សារឲ្យទៀតអញ្ចឹងបងប្អូនអត់មានពិបាកអីទេគ្រាន់តែដាក់ដាំទៅគ្រាន់តែថាមើលថែឬក៏បាញ់ជីអីបន្ថែមទៀតអញ្ចឹងទៅដល់ពេលទទួលបានផលមកខាងក្រុមហ៊ុនទទួលទិញវិញទៀតចាឲ្យសូមបញ្ជាក់ពុកម៉ែបងប្អូនមួយទៀតដែលគាត់សាងសង់ផ្ទះសំណាញ់ចាប់ដៃគូជាមួយក្រុមហ៊ុនហូយយុនជាមួយនឹងទីផ្សារតតែពុកម៉ែបងប្អូនប្រើជីរបស់ក្រុមហ៊ុនហូយយុនចាប្រើជីរបស់ក្រុមហ៊ុនហូយយុនឲ្យពិតប្រាកដព្រោះថាជីក្រុមហ៊ុនហូយយុនគឺជាជីធម្មជាតិ 100% ជីធម្មជាតិនេះពុកម៉ែបងប្អូនអ្នកដាំក៏ហូបអ្នកទិញយកទៅលក់ក៏ហូបអ្នកបន្តក៏ហូបដែរចាគឺយើងហូបទាំងអស់គ្នាយើងអត់មានថាអេអ្នកដាំអត់ហូបអត់ទេគឺជាជីធម្មជាតិអញ្ចឹងពុកម៉ែបងប្អូនដែលគាត់សាងសង់ផ្ទះសំណាញ់
គាត់លក់បន្លែក្រុមហ៊ុនហូយន្តវិញឲ្យទីផ្សារហូយន្តវិញគឺពុកម៉ែបងប្អូនត្រូវតែប្រើជីរបស់ក្រុមហ៊ុនហូយន្តឲ្យប៉ັດប្រកាសថាជាជីរបស់ក្រុមហ៊ុនហូយន្តជាជីធម្មជាតិ 100% ចាអញ្ចឹងបានក្រុមហ៊ុនទទួលទិញបើថាអត់ប្រើជាមួយនឹងជីរបស់ក្រុមហ៊ុនទេគឺក្រុមហ៊ុនអត់ទទួលទិញទេចាអញ្ចឹងដូចបងស្រីបានជម្រាបជូនហើយពីដើមនឹងនាងខ្ញុំបានជម្រាបជូនដែរថាជីធម្មជាតិ AN មានអីខ្លះចាអញ្ចឹងខ្ញុំសូមជម្រាបជូនពុកម៉ែបងប្អូនម្ដងទៀតគឺជីធម្មជាតិរបស់ក្រុមហ៊ុនហូយន្តរបស់ AN នេះចា GAN នេះមានដូចជាម្សៅកបោជីគ្រាប់ជីទឹកហើយមួយទៀតខាងក្រុមហ៊ុនក៏បានចេញជាមួយនឹងផលិតផល3ចំនួនទៀតSuper ជំនួយរឹសនិង Super ជំនួយផ្កាផ្លែ Super Doctor ចាអញ្ចឹងនេះផ្លេចដីសម្រាប់មួយទៀតចាអូចាដីសម្រាប់មួយទៀតចាអញ្ចឹងពុកម៉ែបងប្អូនមានតម្រូវការណាមួយពុកម៉ែបងប្អូនអាចតាក់ទងចូលទៅក្នុង page របស់ AN ផ្ទាល់ឬក៏របស់ក្រុមហ៊ុនផ្ទាល់ឬក៏អាចតម្លាក់លេខនៅក្នុងការ comment នេះមកនាងខ្ញុំនឹងតាក់ទងទៅនៅពេលចប់ការ live ឬក៏តាក់ទងទៅភ្លាមចាអរគុណផងដែរខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនប្រជាកសិករ25វេទនីខេត្តក្រុងដែលតែងតែគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុនហូយន្តគឺជាផលិតផលរបស់កូនខ្មែរយើងធ្វើបាននៅប្រទេសខ្មែរយើងតែម្ដងចាមិនថាអីគ្រាន់តែថាផ្សាយលក់តើរោងចក្រមានពិតប្រាកដអត់ចាជំរាបពុកម៉ែបងប្អូនគឺរោងចក្រមានពិតប្រាកដគឺផ្លូវ51នៅក្រៅវត្តបាត់ដឹងចាក៏នៅកម្មវិធីជជែកនឹងការលក់របស់ក្រុមរបស់ជីក្រុមហ៊ុនហូយន្តចាដល់នៅពេលសម្រាប់ចាក៏ដល់ពេលសម្រាប់ដែរចាចឹងមានអីសូមអ្នកគ្រូចាជូនពរដល់ពុកម៉ែបងប្អូនចាអញ្ចឹងនាងខ្ញុំក៏អត់មានអីច្រើនដែរគ្រាន់តែចង់ជូនពរឲ្យពុកម៉ែបងប្អូនឬប្រជាកសិករគាត់ដាំជាប្រភេទដំណាំឬក៏បន្លែហ្នឹងឲ្យគាត់ជួយគ្រប់គ្រងនៅផលិតផលឬក៏ជួយទិញជីទិញយកទៅដាក់បន្ថែមទៀតអញ្ចឹងណាចាហើយចង់សំណូមពរតែប៉ុណ្្នឹងទេហើយខ្ញុំក៏ជាចុងក្រោយខ្ញុំក៏ចង់ជម្រាបជូនពុកម៉ែបងប្អូនថាសម្រាប់ថ្លៃសេវាគឺខាងក្រុមហ៊ុន free បើសិនជាពុកម៉ែបងប្អូនចង់កំងទិញឬក៏យកមកបាវពីបាវគឺខាងក្រុមហ៊ុនដឹកជញ្ជូនដាក់តាមរយៈបុណ្យធម្មជូនបានទាំងអស់ចាហើយសម្រាប់សេវាគឺខាងក្រុមហ៊ុនអ្នកចេញចាអញ្ចឹងនាងខ្ញុំក៏អត់មានអីទៀតដែរចាអញ្ចឹងក៏សូមអរគុណសូមគោរពលា